ระยะเปประมาณថ្ងៃនេះនាងខ្ញុំអូសអត់ផុតនឹងជីនជា short សោះបងប្អូនអញ្ចឹងវាបដាលឲ្យចិត្តយើងនឹងចង់សាក់លបងជីនជា short នឹងគេពីព្រោះល្បីថាយើងញ៉ាំជារៀងរាល់ថ្ងៃទៅធ្វើឲ្យស្បែកយើងស្អាតល្អហើយនឹងបងប្អូនណាដែលមានដែលថាយើងទល់លាមកអញ្ចឹងណាគឺស្រួលខាងបត់ជើងខ្លាំងមែនតែនពីព្រោះខ្ញុំសាក់លបងឃើញថាប្រសិទ្ធភាពវាអញ្ចឹងមែនហើយនេះជាការសាក់លបងលើកទី1របស់ខ្ញុំដែរហ្នឹងបងប្អូនយើងសាក់លបងហ្នឹងក៏មិនសូវជាយើងចំណាយថវិកាអស់ច្រើនណាស់ដែរនេះខ្ញុំគ្រាន់ទិញក្រូចហ្នឹងចំនួន2ផ្លែហើយក្រូចពណ៌លឿងហ្នឹង1ផ្លែហើយនឹងខ្ញីសម្រាប់ខ្ញុំអត់ជ្រើសរើសយកខ្ញីដែលចាស់ទេខ្ញុំប្រើខ្ញីដែលខ្ចីពីព្រោះខ្ញុំអត់សូវចូលចិត្តវាចាស់កាលណាវាចាស់វាហិលបងប្អូនហិលខ្លាំងមែនតើអញ្ចឹងហើយណាមួយដោយសារយើងអត់សូវចូលចិត្តក្លិនខ្ញីនឹងខ្លាំងផងខ្ញុំក៏ជ្រើសរើសយកខ្ញីខ្ចីអញ្ចឹងណាហើយនឹងល្មៀតគឺខ្ញុំដាក់បន្តិចទេបងប្អូនពីព្រោះល្មៀតកាលណាបងប្អូនដាក់ច្រើនគឺវាក្លិនខ្លាំងមែនតើអញ្ចឹងបងប្អូនខ្លះអត់សូវចេះចូលចិត្តញ៉ាំល្មៀតខ្លាចវាធំក្លិនទៅវាពិបាកក្នុងការយើងផឹកអញ្ចឹងណាបងប្អូននេះឥឡូវខ្ញុំចិត្តណាប៉ុន្តែលីម៉ុនហ្នឹងគឺខ្ញុំចិត្តសបកពីព្រោះជីវៀងកុំឲ្យវាក្លិនហាងខ្លាំងណាហើយក្រូចនេះខ្ញុំបកសបកឲ្យអស់ហើយខ្ញុំចិត្តចនិតទូចឲ្យហើយពីព្រោះងាយស្រួលក្នុងពេលដែលយើងដាក់ក្នុងម៉ាស៊ីនគៀបយកទឹកបងប្អូនជីនជា shot ហ្នឹងគឺយើងគៀបយកតែទឹកវាយើងអត់មានក្លុកយកកាកយកអីណាហើយល្មៀតខ្ញុំប្រើតែតិចខ្លាំងមែនតែននិយាយទៅគឺទូចមួយដោយសារលើកទី1អញ្ចឹងយើងខ្លាចមានបញ្ហាខាងក្លិនហ្នឹងហើយក្រូចហ្នឹងយើងចិត្តដែរចិត្តនិយាយទៅឲ្យវាងាយស្រួលក្នុងការយើងគៀបយកទឹកវាពីព្រោះជីនជា shot ហ្នឹងយើងញ៉ាំជារៀងរាល់ថ្ងៃវាធ្វើឲ្យជួយឲ្យស្បែកយើងភ្លឺថ្លាពីព្រោះក្រូចគឺវាមានជាតិវីតាមីន C បងប្អូនធ្វើឲ្យស្បែកយើងស្អាតមែនទែនហើយជីនជា shot នេះយើងញ៉ាំជារៀងរាល់ព្រឹកខ្ញុំអត់ញ៉ាំដោយពោះតទេពីព្រោះខ្ញុំខ្លាចវាមានជាតិក្រូចឆ្មាហ្នឹងមានជាតិអាស៊ីតច្រើនអញ្ចឹងខ្លាចខ្ញុំញ៉ាំរាល់ថ្ងៃទៅថ្ងៃក្រោយទៅខ្ញុំឈឺកាពះ
ឃើញថាប្រសិទ្ធភាព100%